សួស្តីខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការកំណត់គម្លាតរវាងជួរឈរដើម្បីកំណត់គម្លាតជួរឈរមុនដំបូងនៅមុនដែលយើងបញ្ចូលប្លង់ជួរឈរនៅពេលដែលយើងបញ្ចូលយើងអាចធ្វើការកំណត់ឲ្យហើយក៏បានដែរដោយធ្វើការចូលទៅមេនុយទ្រង់ទ្រាយនិងជ្រើសរើសយកភាគនិងកន្លែងជួរឈរយើងអាចធ្វើការកំណត់គម្លាតឲ្យហើយក៏បាននេះគឺជាកន្លែងទទឹងនឹងគម្លាតប៉ុន្តែបើសិនជាយើងមានប្លង់ជួរឈរស្រាប់ហើយប៉ុន្តែយើងចង់ចូលប្លង់ជួរឈរនឹងដែលយើងចង់ដាក់គម្លាតវាដោយសារការយើងនៅពេលដែលយើងបញ្ចូលយើងបានកំណត់គម្លាតដូច្នេះនៅពេលដែលយើងចង់កំណត់គម្លាតយើងមិនត្រូវចូលទៅមេនុយបញ្ចូលទេយើងត្រូវចូលទៅមេនុយទ្រង់ទ្រាយបន្ទាប់មកយើងជ្រើសយកជួរឈរនៅពេលដែលយើងជ្រើសរើសយកជួរឈរហើយនៅកន្លែងគម្លាតយើងអាចធ្វើការកំណត់គម្លាតឧទាហរណ៍ខ្ញុំកំណត់យក2 សង់ទីម៉ែត្របន្ទាប់មកខ្ញុំចុចប៊ូតុងយល់ព្រមវានឹងធ្វើការឃ្លាតពីវានឹងមានគម្លាតពីគ្នាប្រវែង2 សង់ទីម៉ែត្រហើយបើសិនជាយើងចង់ធ្វើការកែប្រែវាវិញក៏យើងអាចចូលទៅមេនុយបញ្ចូលដែរគឺយើងត្រូវចូលទៅមេនុយទ្រង់ទ្រាយវិញដែរហើយយើងត្រូវចូលទៅជួរឈរកន្លែង2 សង់ទីម៉ែត្រយើងចង់ដាក់ថា0.5 ចុះ 0.5 សង់ទីម៉ែត្រយើងនឹងទទួលបាននូវគម្លាតយើងធ្វើការកែប្រែពី2 សង់ទីម៉ែត្រមក 0.5 សង់ទីម៉ែត្រវិញ